បងប្អូននេះគឺជាចង្វាក់នៃការផលិតលុយនៅរោងចក្រសហរដ្ឋអាមេរិកដែលគេផលិតលុយតែម្ដងហើយនេះគឺជាគ្រឿងផ្សំហើយបងប្អូនមួយចំនួនគឺគាត់ធ្លាប់តែឃើញតាกระดาษ$100តែប៉ុណ្ណោះដែលធំជាងគេក៏ប៉ុន្តែធៀបពិតគឺមិនមែនអញ្ចឹងទេបងប្អូនបាទគឺមានរហូតដល់100000ឯណោះហើយនេះគឺជាกระดาษ$1បងប្អូនហើយក៏មានរូបតំណាងឲ្យទៅលើលុយនឹងមួយៗដែរអញ្ចឹងណាពាក់ព័ន្ធជាមួយនឹងប្រធានថាបតីសម័យមុនអញ្ចឹងបងប្អូនបាទហើយ$2 $5ក៏មានហើយនិយាយទៅគឺលុយ$អាមេរិកគេផលិតថ្មីមកមែនប៉ុន្តែវាជារូបរាងចាស់ដដែលអញ្ចឹងគឺងាយស្រួលចំណាំនិងងាយស្រួលចាំមែនតើกระดาษ$20ក៏បងប្អូនធ្លាប់បានប្រើដែរបាទពីព្រោះអាលុយដែលกระดาษទៅបែបនេះគឺចរាចរណ៍ច្រើនហើយកระดาษ$50ហើយធំបំផុតគឺกระดาษ$100ដែលយើងធ្លាប់ឃើញពេលបច្ចុប្បន្ននេះតែម្ដងហើយវាមានរហូតដល់នេះ$500ក៏មានបងប្អូនណាបាទហើយ$1000ក៏មានបាទរហូតដល់$5000ក៏មានដែរបងប្អូនណាបាទនេះ$5000ហើយក៏មានរូបនីមួយៗដើម្បីតំណាងដែរហើយគេធ្វើបែបនេះគឺមួយយ៉ាងប៉ុនគេដែរបងប្អូនណាបាទ$10000ច្រើនដែរបាទគឺរហូតដល់40លានលុយខ្មែរយើងហើយគេដាក់$100,000គឺកាន់តែច្រើនទៀតបងប្អូនណាបាទហើយគេអត់ផលិតរូបរាងថ្មីទេគេផលិតថ្មីមែនប៉ុន្តែរូបរាងចាស់ដដែលគេធ្វើនេះវាមួយយ៉ាងដែរកុំឲ្យរូបបច្ចុប្បន្នគេធ្លាក់ថ្លៃអញ្ចឹងយើងគិតមើលគ្រាន់តែ$1គឺស្មើនឹងយើង4000ហ្នឹងបើយើងគិតស្មើណាវាល្អមែនតើគេធ្វើបែបនេះវាខុសពីប្រទេសផ្សេងៗដែលផលិតលុយចេញមកថ្មីរហូតរូបរាងថ្មីសឹងតែមិនស្គាល់អញ្ចឹងណា